បាទជំរាបសួរពុកម៉ែបងប្អូនក្នុងស្រុកនិងក្រៅប្រទេសបាទថ្ងៃនេះខ្ញុំបានលោកគ្រូអៀងចៅតាព្រឹកត្បែងបាទបានមកបួងសួងនៅកន្លែងអាស្រមបាទអាស្រមពោះត្បាល់បាទអាស្រមពោះត្បាល់នេះបាទសច្ចៈសច្ចាំងអស់លោកដែលមានទឹកធីបារមីខាងប្រកាយស័ក្តិសិទ្ធិបួងសួងអ្វីបានសម្រេចដោយបំរុងប្រាថ្នាអញ្ចឹងកន្លែងបួងសួងនេះស័ក្តិសិទ្ធិណាស់សូម្បីអ្នកស្រុកអ្នកភូមិឬក៏បងប្អូននៅស្រុកក្រៅប្រទេសគាត់បួងសួងអីច្រើនតែបានសម្រេចដោយសាររូងពោះត្បាល់នេះគឺចេញពីបាទរូងហ្នឹងចេញមកពីព្រំប្រសិទ្ធព្រំប្រសិទ្ធបានចេញមកចិត្តរះបានចេញមករូងមកដល់វត្តកន្លែងកែងបាទនៅក្នុងវត្តកន្លែងកែងនេះបាទអ្នកដែលគេមកប្រាថ្នាអ្វីហ្នឹងច្រើនតែបានសម្រេចហើយគឺជោគជ័យបាទដូចជាបួងសួងចង់បានកូនឬក៏ចង់រកស៊ីមានបានបួងសួងរកស៊ីលក់ដូរលក់ដីធ្លីឬក៏ចង់លក់របស់ដូចជាឡានអីហ្នឹងដាច់បាទពុកម៉ែបងប្អូនបាទស័ក្តិសិទ្ធិពិតប្រាកដណាស់ព្រោះតែតាមដែលខ្ញុំដឹងតដំណរពីចាស់មកលោកថាកន្លែងបរមីហ្នឹងស័ក្តិសិទ្ធិបាទហើយលោកតាពីរអង្គផងដែរបាទលោកតាព្រះមនីអេសីបាទលោកតាសម្ដេចមនីអេសីបាទបរិទិតអីលោកតាព្រះមនីអេសីបាទកលេឆេះបាទគឺលោកតាព្រះមនីអេសីគីនីតបាទលោកពីរអង្គលោកបាទលោកនៅបាទនៅគង់សមាធិនៅកន្លែងអាស្រមបាទហើយបាទមានរូបបដិមាកដូចជាពមាតានេះមាសនេះខៀវបាទនិងបងប្អូនពុកម៉ែនៅក្នុងស្រុកក្រៅប្រទេសគាត់ច្រើនតែមកបន់ចង់បានអីបានសម្រេចដូចបំណងអញ្ចឹងហើយក៏អ្នកបួងសួងរស់ស៊ីអីក៏បានដែរបានសម្រេចណាស់បាទហើយស័ក្តិសិទ្ធិណាស់វត្តកន្លែងកែងពុកម៉ែបងប្អូននៅក្នុងស្រុកក្រៅប្រទេសអត់អីទេឡាយទៅមកប្រហែលម៉ែចាំកាត់ចោលហើយដូចជាបងប្អូនគាត់មកសុំកូនបាទសុំកូនបានកូនបាទសុំនៅកន្លែងបរមីពោះត្បាល់ហ្នឹងបាទស័ក្តិសិទ្ធិណាពុកម៉ែបងប្អូននៅក្នុងស្រុកក្រៅប្រទេសបាទហើយខ្ញុំមកលោកគ្រូអៀងនេះបាទច្រើនមកបួងសួងនៅកន្លែងបរមីស័ក្តិសិទ្ធិហ្នឹងដែរអញ្ចឹងសូមឲ្យបារមីគ្រប់អង្គដែលស្ថិតតាមថែសានៅទឹកដីវត្តកន្លែងកែងមានពមាតាភៈ4ព្រះអង្គបកគូបកែវនិងបារមីរូងពោះត្បាល់ហ្នឹងអញ្ចឹងគាត់បកែណាស័ក្តិសិទ្ធិណាស់បាទតែឥឡូវនេះគឺគេបិទចិត្តបាត់ហើយបាទពីដើមឡើយមកគេសុំខ្ចីចានខ្ចីឆ្នាំងអីបានសុំឲ្យធុកប៉ុនសុំអីបានហ្នឹងតែដូចថាពីសម័យមុនចំនួនដើមនោះគឺគេអត់លុបលុនទេបាទតែបើសម័យនេះដូចថាមានអ្នកលុបលុនបាទចង់បានរបស់របរអញ្ចឹងទៅក៏គេបាត់ទៅបាទដូចថាបរមីគេសធប់ចិត្តអស់ទៅគឺលែងមានហើយតែការចំនួនមុនឲ្យតែថ្ងៃ15កើតឬថ្ងៃពេញបរមីហ្នឹងគឺបាទគឺលឺភ្លេងសៀមចេញមកពីក្នុងរូងហ្នឹងហើយបាទអានេះតាមដំណរដឹងពីចាស់ព្រឹទ្ធាចារ្យដែលគាត់បានរស់នៅទឹកដីក្រែងកែងនឹងទាំងមូលបាទអញ្ចឹងខ្ញុំបាទលោកគ្រូអៀងចៅលោកតាព្រំត្បែងថ្ងៃនេះបាទសូមជម្រាបជូនពុកម៉ែបងប្អូនក្នុងស្រុកក្រៅប្រទេសត្រឹមប៉ុណ្ណឹងហើយក៏សូមជួយចុចបាទ Subscribe ដើម្បីឲ្យខ្ញុំបាទម្នាក់មួយដើម្បីបានឃើញវីដេអូថ្មីទៀតអញ្ចឹងខ្ញុំបាទលោកគ្រូអៀងចៅលោកតាព្រំត្បែងសូមជម្រាបលាពុកម៉ែបងប្អូនក្នុងស្រុកក្រៅប្រទេស